ខ្ញុំនឹងធ្វើនយោបាយជាមួយអ្នកចំនួនថ្មីនៃគណៈបកកណ្ដាលអំណាចគឺថាយើងមានកូនគេចេះដឹងផុសគេអីត្រឹមត្រូវដែរកូនគេភាគច្រើនទៅរៀននៅក្រៅប្រទេសទាំងអស់ណាហើយពួកយើងគណៈបកអ្នកជាធិបតេយ្យហ្នឹងក៏យើងមានចំណេះដឹងមានអ្នកចំនួនថ្មីអញ្ចឹងទៅគេហៅចំនួនថ្មីឈាមថ្មីគំនិតថ្មីគិតថ្មីធ្វើថ្មីហ្នឹងអាហ្នឹងជាគោលការណ៍ខ្ញុំហើយខ្ញុំត្រូវធ្វើនយោបាយបន្តទៀតព្រោះខ្ញុំជាប់គុកដោយសារហេតុផលនយោបាយរឿងឯខ្ញុំទៅរត់ចោលស្រុកឯណាទៀតខ្ញុំត្រូវធ្វើនយោបាយតែខ្ញុំត្រូវធ្វើជាមួយនឹងអ្នកចំនួនក្រោយគឺហ៊ុនម៉ាណែតហ៊ុនម៉ាណិតម៉ានីហ្នឹងធ្វើមួយទៀតយើងគិតថាអូមីស្វារ៉ាតែគេដោះលែងអ្នក14នាក់នេះគេពេញក្បាលហើយខ្ញុំមើលឃើញថាសង្គមកម្ពុជាគួរតែអ្នកដឹកនាំកម្ពុជាទាំង4ហ្នឹងលោកហ៊ុនសែនលោកសខេងលោកកឹមសុខាលោកសំរងស៊ីបង្កើតជារបបនយោបាយថ្មីមួយធ្វើជាគំរូសម្រាប់អ្នកចំនួនថ្មីខាងគណៈបព្វជិជនគេមានកូនគេសិតតែអ្នកចេះអ្នកដឹងដែរដូចហ៊ុនម៉ាណែតដូចសាយសំអាលកូនសាយឈុំដូចសសុខាកូនសខេងអីទោះបីគេដាក់កូនគេមិនដាក់អារឿងបករបស់គេបោះឆ្នោតនៅក្នុងអចិន្ត្រៃយ៍បកគេនៅក្នុងគណៈកម្មការកណ្ដាលរបស់គេសង្គ្រោះជាតិមានដួងព្រលឹងសង្គ្រោះជាតិមានមេទាំងពីរនាក់ហ្នឹងបង្កើតអ្នកជំនាន់ថ្មីទៅប្រកួតប្រជែងទៅអ្នក4នាក់ហ្នឹងមើលពីលើចាក្រុមប្រឹក្សាជាតិជាន់ខ្ពស់បើក្មេងខាងពួកកូនចៅគាត់ធ្វើនយោបាយរៀងតែមិនគប់បីគាត់អាចចង្អុលប្រាប់ថាអាហ្នឹងវាមិនគប់បីទុច្ចរិតនយោបាយធ្វើសុចរិតនយោបាយមានតម្លាភាពមានយុត្តិធម៌សម្រាប់សង្គមដល់អញ្ចឹងពួកគាត់ទៅជាវរៈបរោះ